បងប្អូនសាកស្រមៃទៅមើលថាគ្រាប់រ៉ុកែតរាប់សិបគ្រាប់ហោះចេញសម្ដៅពីឡានតែមួយគ្រឿងក្នុងរយៈពេលតែប្រមាណវិនាទីប៉ុណ្ណោះនេះមិនមែនជារឿងកុននោះទេវាគឺជាកម្លាំងពិតប្រាកដរបស់ BM21 ការ៉ាត់ដែលត្រូវបានគេស្គាល់ថាជាភ្លៀងរ៉ុកែតដែលវាអាចកំទេចគោលដៅឲ្យតិចក្នុងមួយប្រភេទភ្នែកតែប៉ុណ្ណោះថ្ងៃនេះយើងនឹងមកដឹងថាហេតុអ្វីបានជាអាវុធប្រភេទនេះគឺជាអាវុធដែលគួរឲ្យខ្លាចបំផុតនៅលើលោកBM21 ការ៉ាត់ត្រូវបានផលិតឡើងនៅក្នុងសហភាពសូវៀតតាំងពីទសវត្សរ៍ទី60មកម្លេះវាគឺជាប្រភេទឡានដឹកជញ្ជូនដែលបំពាក់នៅបំពង់រ៉ុកែតចំនួន40ដើមកម្លាំងបាញ់របស់វាគឺមិនធម្មតាឡើយវាអាចបាញ់បានចម្ងាយ20ទៅ40គីឡូម៉ែត្រអាស្រ័យលើប្រភេទគ្រាប់តែប៉ុណ្ណោះចំណុចដែលធ្វើឲ្យ BM21 គួរខ្លាចមិនមែននៅត្រង់ភាពច្បាស់លាស់ទេតែគឺការបំផ្លាញជាលក្ខណៈទ្រង់ទ្រាយធំក្នុងរយៈពេល20វិនាទី BM21 មួយគ្រឿងអាចបាញ់គ្រាប់រ៉ុកែត40គ្រាប់ចូលទៅក្នុងគោលដៅដែលគ្របដណ្ដប់លើផ្ទៃដីទំហំ10ហិកតាគ្មានសត្រូវណាម្នាក់អាចរស់រានមានជីវិតបានឡើយប្រសិនបើស្ថិតនៅក្នុងតំបន់នោះសម្រាប់កម្ពុជា BM21 គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់វាត្រូវបានប្រើប្រាស់ដើម្បីទប់ទល់នឹងការឈ្លានពាននិងការការពារបូរណភាពទឹកដីនៅក្នុងឆ្នាំ2026នេះកងទ័ពកម្ពុជាបានបន្តអាប់ដេតប្រព័ន្ធអាវុធរបស់ខ្លួនទោះបីជា BM21 ជាអាវុធចាស់តែវាជាអាវុធដែលមានប្រសិទ្ធភាពខ្ពស់ព្រោះវាមានតម្លៃថោកនិងងាយស្រួលថែទាំវាក៏កំពុងត្រូវបានបញ្ចូលជាមួយបច្ចេកវិទ្យាដ្រូនដើម្បីកំណត់គោលដៅឲ្យបានច្បាស់ជាងមុនផងដែរសរុបសេចក្តីមក BM21 ជានិមិត្តរូបនៃកម្លាំងការពារជាតិដ៏រឹងមាំរបស់កម្ពុជាតើបងប្អូនយល់យ៉ាងណាដែរចំពោះអាវុធប្រភេទនេះសូមជួយបញ្ចេញមតិខាងក្រោមទាំងអស់គ្នាសូមអរគុណជួបគ្នានៅវីដេអូក្រោយ